សូមរីករាយស្ដាប់រឿងសត្វសំពោចនិងមាន់ចាយមានសត្វសំពោចមួយដើរទៅឃើញមាន់ចាយទុំនៅលើប្រកៀបឈើហើយសំពោចនោះចង់ស៊ីមាន់ទើបនិយាយជាកលឧបាយមុសាវាថាណែមាន់ចាយជាសម្លាញ់អើយឥឡូវអញកាន់ព្រះអញ្ញាព្រះមហិសារធិបតីទ្រង់ត្រាស់ប្រើឲ្យប្រកាសអស់បណ្ដាពួកសត្វដែលជាពាសត្រូវនឹងគ្នានោះថាឲ្យព្រមព្រៀងជានឹងគ្នាចាប់ផ្ដើមពីថ្ងៃនេះតទៅកុំឲ្យមានសត្វណាយាយីគ្នាឡើយណែមាន់ចាយយើងបានសុខសប្បាយហើយព្រោះព្រះរាជាម្ចាស់លោកប្រោសតាំងច្បាប់ថ្មីនេះឲ្យយើងជានឹងគ្នាឥឡូវនេះខ្ញុំយល់ថាបើឯងក៏ជាសម្លាញ់ដូចបងប្អូនគ្នាពិតចូលឯងចុះមកឲ្យគ្នាអោបថើបជាការមេត្រីបន្តិចទៅឯមាន់ចាយមានប្រាជ្ញាវៀងវៃក៏តបភ្លាមទៅថាបងសំពូចបងឯងកាន់បរិយាអញ្ញាព្រះជាម្ចាស់មកបង្គាប់ថាឲ្យយើងជានឹងគ្នានេះជាការល្អវិសេសណាស់បងខ្ញុំឃើញបងឯងហើយក៏មានចិត្តស្រឡាញ់ចង់ចុះទៅទទួលសេចក្តីស្និទ្ធស្នាលស្នេហានឹងបងដែរតែការនេះឈប់សិនចុះព្រោះទីនេះមានឆ្កែមួយវានៅជាមួយនឹងខ្ញុំនេះឥឡូវវាទៅរកស៊ីឯទីព្រៃបាត់ពុំទាន់មកដល់នៅឡើយយើងចាំជុំគ្នាទាំង3ប្រាណហើយសឹមយើងជុំគ្នានឹងបានក្រសោបអោបគ្នាជាមេត្រីយ៉ាងធំតែម្ដងលុះមាន់ចាយនិយាយដូច្នោះហើយធ្វើជាបែរមើលទៅទិសខាងជើងហើយស្រែកថាបងឆ្កែមកហើយបងសំណក់អញ្ជើញបោលចូលមកឲ្យឆាប់បិទបងសំពូចគេមករងចាំបងឯងឯសំពូចឮថាឆ្កែមកដូច្នោះហើយក៏ផិតភ័យព្រោះខ្លួននឹងឆ្កែជាសត្រូវនឹងគ្នាទើបម្នីរត់ចេញអំពីទីនោះចូលព្រៃទៅមាន់ចាយក៏រឹតតែបងអៅថាបងសំណក់ចូលមកឲ្យឆាប់បងសំពូចកុំអាលទៅណាឈប់សិនបងសំណក់គេមកដល់ហើយឯសំពូចក៏ឆ្លើយថាអញ្ញាក្តៅណាស់នៅមិនបានទេថាហើយក៏រត់ចូលព្រៃទៅរឿងនេះឯងស្ដាប់មើលចុះមាន់ចាយមានប្រាជ្ញស្គាល់អាការៈសំពូចកុហកមុសាវាទហើយគឺស្គាល់អាការៈកុហកបានមួយរំពេចពាក្យមាន់ចាយស្រែកលក់ឲ្យសំពូចថាអាចោមសៀតចេះមកពោលពាក្យថាឯងកាន់បរិយាអញ្ញាមកប្រកាសថាឲ្យសត្វដែលជាសត្រូវនឹងគ្នានោះត្រូវឲ្យជានឹងគ្នាតែអញនឹងឯងត្រង់ឆ្កែនឹងឯងត្រឡប់ជាមិនសាមគ្គីវិញអាណាជឿឯងបានពាក្យមិនសាធារណៈទូទៅយ៉ាងនេះ